បាទតោះអញ្ចឹងយើងចូលដល់ step មួយទៀតគឺ step ទី2ណា step ទី2ហ្នឹងមិន step ទី2ខ្ញុំចង់ឲ្យនៅពេលដែល user insert data នៅក្នុងប្រអប់ ID name Facebook ឲ្យវាធ្លាក់ចូលទៅក្នុងអីគេនៅក្នុង Microsoft Access ណាអញ្ចឹងដើម្បីចូលaccess ដើម្បីឲ្យវា insert data ចូលកាតឧទាហរណ៍យើងបង្កើត access មួយសិនណាអញ្ចឹងខ្ញុំអាចបិទ Microsoft សិនមកខ្ញុំ save បាទខ្ញុំដាក់ testing ខ្ញុំ save លើ desktop ទីតាំងបាទខ្ញុំ save អូខេអញ្ចឹងខ្ញុំអាចបង្កើត Microsoft Access តែអត់ទេចេះបង្កើត access ណា create access អីបាទ intern អញ្ចឹងនៅត្រង់កន្លែងនេះខ្ញុំដាក់ឈ្មោះវាណាបាទដាក់ឈ្មោះថាIT ចុះហើយក៏ដាក់ឈ្មោះថាបាទខ្ញុំដាក់តាមមជ្ឈមណ្ឌលរបស់ខ្ញុំទៅ BITC បាទអញ្ចឹងខ្ញុំយកកន្លែងនេះមានន័យថាខ្ញុំរើសនៅទីតាំងដែលខ្ញុំត្រូវដាក់ណាខ្ញុំដាក់នៅក្នុង desktop បាទអញ្ចឹង project ឯឈ្មោះអីគេ testing បើមកយើងគាត់ដាក់ browser cursor ហ្នឹងយើងបាទអក្សរ T មកបាទនេះឃើញ testing បាទឯ testing មកយើងយក bin បាទ debug យើងដាក់ក្នុង complete ដូរកន្លែងនេះទៅជា2002 2003កាលណាអត់ដូរ2002 2003ពេលណាយើង insert data វាដាក់ថា data not found នៅថាវាអត់អាន connect ចូលបានទេអាហ្នឹងលុះត្រាដាក់2002 2003ទៅវាអាច insert ចូលកើតបាទអូខេណាតោះមកយក create អញ្ចឹងត្រង់នេះចូលម្ដងនេះគឺ table របស់ Microsoft Access អ្នកដែលធ្លាប់រៀន Access គឺដឹងច្រើនហើយខ្ញុំមិនបញ្យល់ឲ្យច្រើនពេកទេអញ្ចឹងនៅត្រង់កន្លែងនេះខ្ញុំចង់បង្កើតនេះបាទ column 4ណា ID name Facebook អញ្ចឹងធ្វើម៉េចដើម្បីបង្កើត column កើតគឺយើងចូល view មកហើយ design view ណាអញ្ចឹងកន្លែងនេះ table name យ៉ាងដាក់ឈ្មោះអីគេដាក់ឈ្មោះថាតែចុះបាទហើយយក OK មកអញ្ចឹងខ្ញុំអាចដាក់នេះបាទ ID យក auto number បានដែរ name mình vô chị ấy name gì mua gì tay thử nè và chụp hết gì tịch ra đấy cho chụp hết cái gì tịch mà này chắc vô pan năng á tóm cho được can ví bên đó và yeah chứ khi mang cái làm mà buôn em ID name search năng bộ anh click to add này là cái làm đã mình ấy cái làm được tề chẳng to dương chậm đam từ bảo bb đợt này giờ nèចឹងនេះចូល testing យើងមកបាទតមកទៀតយើងចុចដាក់នេះមកក្រោមរងចាំអូខេអញ្ចឹង event យើងកើតឡើងនៅពេលណាដែរអត់នៅពេលយើងជិះបតង់ sale នេះឲ្យតន័យរត់ចូលក្នុងប៉ុន្តែអ្នកនរគ្នាស្ដាប់ណាមុនធ្វើការ save data បានលុះត្រាតែយើងត្រូវធ្វើការ link access ហើយនឹង vb.net យើងឲ្យស្គាល់វាសិនហើយសួរថាមិន link ថាមិនកើតđâuអញ្ចឹងកាលនេះគឺយើងប្រើ event code ណាមានន័យថាយើងប្រើ connection សិនឲ្យស្គាល់ connection ជាមុនសិនទៅយើងអាច insert data កើតអញ្ចឹងដើម្បី save code connection កើតបាទយើងអាច double click ដល់ហ្នឹងលើ form load ហ្នឹងបាទនេះ form load អញ្ចឹងយើងមកប្រកាសឲ្យនេះមកអញ្ចឹងយើងប្រើ variable មួយបាទ dim cn បាទ as oledb connection ហើយខ្ញុំចង់insert data ខ្ញុំប្រើ variable មួយទៀត dim cmd as oledb command ណាឬក៏ចង់ឲ្យវារត់ auto number នៅក្នុង op id យើងប្រើមួយទៀតទៀត dim da pt as oledb là data adapter បាទអញ្ចឹងខ្ញុំបង្កាសឲ្យនេះ dim cn as oledb connection នេះជា code connection ណាបាទខ្ញុំបង្កាសវាតបមកខ្ញុំចាប់ដើមប្រើវាតែម្ដងខ្ញុំអាច event ខ្ញុំអាចបង្កើត sub មួយទៅ sub cnn ឧទាហរណ៍ណាបាទអញ្ចឹង CMX cn បាទស្មើជាមួយ
new OLEDB dot OLEDB connection provider ស្មើនឹង Microsoft បាទ dot OLEDB បាទចុចបាន 4.0 data ស្មើជាងមកបាទហើយយើងសេ application standard pan យើងបិទនឹងវិញបាទហើយនៅត្រង់កន្លែងនេះអ្នកសញ្ញាឆ្លាស់មកនេះសញ្ញាភ្លេងកណ្ដោឲ្យឆ្លាស់នោះមានន័យថាគឺឈ្មោះ database នេះជាឈ្មោះ database នេះ database ឈ្មោះអីគេនេះ BITC database ណាអញ្ចឹងអាចដាក់មកអូខេ BITC dot access យើងនឹងអត់គ្នាដឹង extension អីហ្នឹងបាទ access extension MDB បាទ MDB ណាហើយយើងបិទសញ្ញាមកចោលមកបាទ enter អញ្ចឹងកាលណាវា connect បានហើយខ្ញុំឲ្យវា cn.open ណាអូខេឬក៏ខ្ញុំឲ្យវាបោះ message box កាលណាបើសិនជាវា connection បានណាខ្ញុំឲ្យបោះ message box ថាបាទ nn បាទ CNN successful អូខេអញ្ចឹងខ្ញុំ save អូខេអញ្ចឹងខ្ញុំអាច run មួយសិនឬក៏ខ្ញុំអាចចង់តេស្តបតុងថាវា connection ដើមណាខ្ញុំអាចបង្កើតបតុងមួយបាទហើយខ្ញុំ double click លើវាហើយខ្ញុំយក CNN មកប្រើបាទខ្ញុំ run វាមកបាទតោះខ្ញុំចុចលើបតុងវាថាម៉េច error វាដាក់ could not use file already in use មានន័យថា access យើងកំពុងតែដំណើរការអញ្ចឹងយកអត់បើកទេណាយើងបិទវាសិនបាទម្ដងទៀតមកផ្លឹបនេះ CNN successful អញ្ចឹងវាបោះ message box មានន័យថាដំបូងគឺវាដើរធ្វើការនៅលើអីគេនេះ code connection មួយជួរនេះតោះឲ្យវាបើក connection តោះមកវាបោះ message box ណាអញ្ចឹងមានន័យថា connection របស់យើងបានជោគជ័យហើយអញ្ចឹងយើងអាចធ្វើការបន្តទៀតគឺយើងធ្វើការ insert data ចូលទៅក្នុង access បាទ